សូមជម្រាបសួរប្រិយមិត្តជាទីរៀបអានខ្ញុំបាទមានព័ត៌មានមួយដែលមានចំណងជើងថាគ្រូពេទ្យអាមេរិកម្នាក់ត្រូវជាប់គុក10ឆ្នាំក្រោយបោកអ្នកមកពិនិត្យសុខភាពថាមានជំងឺដើម្បីលក់ថ្នាំនិងព្យាបាលយកលុយចំណេញថ្មីនេះនៅសហរដ្ឋអាមេរិកមានការកាត់ទោសទៅគ្រូពេទ្យម្នាក់ឲ្យជាប់គុករយៈពេល10ឆ្នាំក្នុងករណីបោកបន្លំអ្នកមកពិនិត្យដែលមិនឈឺអីសោះថាមានជំងឺដើម្បីយកលុយចំណេញពីថ្លៃថ្នាំនិងថ្លៃព្យាបាលតាមព័ត៌មានបានឲ្យដឹងថាគ្រូពេទ្យរូបនេះមានឈ្មោះ George Zimmerquezada វ័យ68ឆ្នាំជាគ្រូពេទ្យឯកទេសសន្លាក់និងប្រព័ន្ធភាពស៊ាំហើយបើក clinic មួយកន្លែងនៅក្នុងរដ្ឋ Texas George ត្រូវគេរកឃើញថាបានធ្វើការបោកប្រាស់អ្នកដទៃក្នុងវិស័យវេជ្ជសាស្ត្រនេះជាង20ឆ្នាំទៅហើយដោយតែងតែវិនិច្ឆ័យអ្នកដែលមកពិនិត្យនៅ clinic របស់ខ្លួនថាពួកគេមានជំងឺរ៉ាំរ៉ៃណាមួយហើយតម្រូវឲ្យពួកគេត្រូវព្យាបាលនិងលេបថ្នាំទាំងដែលពួកគេគ្មានឈឺអ្វីសោះរហូតបង្កឲ្យអ្នកទាំងនោះបានរងផលប៉ះពាល់ជាច្រើនទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត George រកចំណូលបានជាង$50 លានពីការចំណាយរបស់អ្នកជំងឺនិងពីធានារ៉ាប់រងព្រមទាំងបានយកលុយទាំងនោះទៅចាយវាយហ៊ឺហាទិញឡានទំនើបទិញយន្តហោះឯកជននិងអចលនទ្រព្យធំ13កន្លែងទៀត George ក៏បានព្យាយាមគំរាមធ្វើបាបបុគ្គលិករបស់ខ្លួនក្នុងរូបភាពផ្សេងដើម្បីឲ្យពួកគេធ្វើតាមល្បិចបោកប្រាស់របស់ខ្លួនទៀតផងយ៉ាងណាមិញ George ត្រូវបានគេចាប់ផ្ដើមដំណើរការក្តីកាលពីឆ្នាំ2020កន្លងទៅហើយបានកាត់ទោសនៅក្នុងឆ្នាំ2025ឲ្យជាប់ពន្ធនាគារចំនួន10ឆ្នាំនិងសងថ្លៃសំណងចំនួន$28 លានព្រមទាំងនឹងត្រូវគេតាមដានសកម្មភាព3ឆ្នាំក្រោយចេញពីពន្ធនាគារផងដែរបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ